គណៈបកប្រជាជនកម្ពុជានៅក្នុងខណ្ឌទូកោកប្រកាសបញ្ចូលសមាជិកថ្មីជាង 3000 នាក់គណៈបកប្រជាជនកម្ពុជាខណ្ឌទូកោកបានប្រកាសបញ្ចូលសមាជិកថ្មីចំនួន 3143 នាក់មកពីសង្កាត់ទាំង 10 នៃខណ្ឌទូកោកក្រោមអធិបតីភាពឯកឧត្តមកតនិកោសលបណ្ឌិតអោមយន្តទៀងសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខណ្ឌទូកោកនាព្រឹកថ្ងៃសៅរ៍ទី 22 ខែសីហាឆ្នាំ 2026 នៅមជ្ឈមណ្ឌលមហោស្រពកោះពេជ្រក្នុងឱកាសនោះផងដែរតំណាងសមាជិកថ្មីបានប្រកាសបដិញ្ញាចិត្តចូលរួមជាមួយគណៈបកប្រជាជនកម្ពុជានិងបំពេញតួនាទីជាសមាជិកគណៈបកដោយគ្រប់តាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណៈបកព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាននិងសង្គមជាតិមានប្រសាសន៍សំណេរនិងផ្ដាំផ្ញើដល់អង្គពិធីឯកឧត្តមកតនិកោសលបណ្ឌិតអោមយន្តទៀងបាននាំយកការផ្ដាំផ្ញើសរសកទុកនិងការនឹករលឹកពីថ្នាក់ដឹកនាំគណៈបកជូនដល់សមាជិកគណៈបកដោយបានផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពនិងបន្តរួមគ្នាចូលរួមអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនឯកឧត្តមបានលើកឡើងថាក្រុមការងារគណៈបកនឹងបន្តចុះជាប់ជាមួយប្រជាពលរដ្ឋស្ដាប់បញ្ហាប្រឈមនិងសំណុំពរជាក់ស្ដែងដើម្បីសម្របសម្រួលនិងដោះស្រាយឲ្យបានទាន់ពេលវេលាស្របតាមគោលការណ៍នៅជាមួយប្រជាជនស្ដាប់ប្រជាជននិងបម្រើប្រជាជនជាមួយគ្នានេះឯកឧត្តមអោមយន្តទៀងបានអំពាវនាវដល់សមាជិកគណៈបកទាំងអស់បន្តជឿជាក់និងគ្រប់គ្រងការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានិងបន្តគ្រប់គ្រងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីរួមចំណែកថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយនិងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឯកឧត្តមកតនិកោសលបណ្ឌិតបានគូបញ្ជាក់ថាសន្តិភាពគឺជាមូលដ្ឋានដ៏រឹងមាំបំផុតសម្រាប់ការអភិវឌ្ឍហើយមានតែការរួបរวมសាមគ្គីភាពនិងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបប៉ុណ្ណោះទើបអាចធានាបាននូវអនាគតដ៏រុងរឿងនិងវិបុលភាពសម្រាប់ប្រទេសជាតិនិងប្រជាជនកម្ពុជាជាមួយគ្នានេះឯកឧត្តមប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខណ្ឌទូកោកក៏បានសម្ដែងការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើការសហការជាមួយគណៈបកសង្កាត់និងខណ្ឌដោយបានចលនាគីង្គរឲ្យមានការចូលរួមជីវភាពនយោបាយពីសំណាក់បងប្អូនប្រជាពលរដ្ឋតាមរយៈការធ្វើសកម្មភាពជាក់ស្ដែងក៏ដូចជាតាមរយៈការធ្វើអំពើល្អរួមទាំងការបង្ហាញនៅសមិទ្ធផលនានាដើម្បីឲ្យបងប្អូនបានយល់រហូតបងប្អូនបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋាននិងសង្គមជាតិ